Assalamualaikum សួស្តីអ្នកទាំងអស់គ្នាយើងជួបគ្នាសាជាថ្មីនៅក្នុងវីដេអូនេះគឺយើងនឹងបន្តមេរៀនយើងទៀតពាក់ព័ន្ធជាមួយនឹងការបង្កើតនៅក្នុង home screen វីដេអូមុនយើងបានបញ្ចប់ទៅលើការធ្វើ app bar ដែលយើងបានបន្ថែមទៅលើពណ៌នៅក្នុង app bar ឥឡូវយើងមកមើលនៅក្នុង body វិញម្ដងអញ្ចឹងនៅក្នុង body យើងមានអូខេអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូមុនយើងបានធ្វើឲ្យទៅលើ home screen របស់យើងហើយឥឡូវនេះគឺយើងនឹងបន្តទៅលើ body របស់យើងនៅក្នុង body គឺយើងមានពាក្យយើងមានជាកាត icon នៅក្នុងហ្នឹងយើងមានអក្សរនៅក្នុងហ្នឹងពីក្រោម icon យើងមានជាកាត profile និងមានជា touch row ដែលយើងបានធ្វើចឹងតោះមកមើលទាំងអស់គ្នាថាតើយើង build ពីមួយផ្នែកទៅមួយផ្នែកនេះយើងប្រើ element អីខ្លះអូខេអញ្ចឹងយើងមកចាប់ផ្ដើមទាំងអស់គ្នាជាដំបូងគឺអ្វីដែលយើងត្រូវមានគឺ body អញ្ចឹងនៅក្នុងapp bar យើងមានហើយអញ្ចឹងយើងចាប់ផ្ដើមដោយ body នៅក្នុង body យើងមានជា center មួយដែលយើងមាន touch នេះតែឥឡូវយើងចាប់ផ្ដើមពីលើមកក្រោមវិញឥឡូវខ្ញុំសុំលុប center នេះសិនហើយខ្ញុំចាប់ផ្ដើមពី body ទៅអញ្ចឹងនៅក្នុង body ខ្ញុំប្រើពាក្យ padding វិញអញ្ចឹងនៅក្នុង padding របស់ខ្ញុំគឺខ្ញុំសុំដក clear បន្តិចមកដើម្បីឲ្យយើងងាយស្រួលនៅក្នុងការមើលអញ្ចឹងអ្វីដែលយើងត្រូវធ្វើគឺយើងមាន body ខ្ញុំសុំដក clear ដើម្បីឲ្យយើងងាយស្រួលនៅក្នុងការមើលទាំងអស់គ្នាហើយនៅក្នុងនេះគឺខ្ញុំសុំលុបសិនខ្ញុំសុំសរសេរ con ជាទូទៅយើងប្រើ con ក្នុងការយើងសរសេរUI អញ្ចឹងបន្ទាប់មកយើងមានអីគេយើងមាន x អញ្ចឹងយើងមាន h insert អូខេយើងប្រើ x insert all ហើយបន្តមកទៀតគឺខ្ញុំប្រើ value 16បានន័យថាពេលដែលយើងប្រើអញ្ចេះ padding របស់យើងគឺវានៅវាអាចប៉ុណ្ណេះវាអត់ពេញ screen ទេបានន័យថាវាមាន space ជុំវិញ screen ហ្នឹងបន្ទាប់មកទៀតខ្ញុំនឹងមានដក clear នេះមួយហើយខ្ញុំសូមដក clear នេះមួយទៀតដើម្បីឲ្យយើងងាយស្រួលអញ្ចឹងទី2យើងត្រូវមាន chal អញ្ចឹងខ្ញុំសូមដាក់ក្នុងនេះចុះ chal បន្ទាប់ពី chal ហើយគឺយើងមាន column អញ្ចឹងអ្វីដែលយើងត្រូវមានគឺយើងមាន column នេះគឺជាបើយើងមើលទៅតាម Word Excel យើងឃើញហើយយើងមាន column នេះគឺជាជួរឈរហើយយើងមានមួយទៀតគឺ row គឺជាជួរផ្ដេកអញ្ចឹងយើងចាប់ផ្ដើមប្រើទៅលើ column មុនអញ្ចឹងនៅក្នុង column នេះគឺខ្ញុំសូមចោះបន្ទាត់ដែរដើម្បីឲ្យងាយស្រួលមើលហើយយើងប្រើពាក្យ cross alignment បានន័យថាយើង align content ដែលយើងដាក់នៅក្នុង body ហ្នឹងបែបណាហើយខ្ញុំប្រើពាក្យមួយទៀតគឺ alignment ដែលយើងចាប់ផ្ដើមពី start បានន័យថា content របស់យើងគឺនឹងចាប់ផ្ដើមពីខាង start ទៅគឺពីឆ្វេងទៅស្ដាំអញ្ចឹងវាអត់នៅជាកណ្ដាលទេវាអត់នៅ center ទេគឺបើយើងចាប្រើពាក្យ start គឺវាចាប់ផ្ដើមពីដំបូងមកអូខេឥឡូវយើងបាន start ហើយអ្វីដែលយើងត្រូវធ្វើនៅក្នុង child នេះគឺយើងមានមួយទៀតគឺ children អញ្ចឹងនៅក្នុង children របស់យើងអ្វីដែលយើងមានគឺយើងចាប់ផ្ដើមដោយពាក្យដោយខ្ញុំបានបង្ហាញវីដេអូដំបូងអញ្ចឹងគឺយើងប្រើពាក្យ con មកហើយយើងប្រើពាក្យ touch គឺថាយើងប្រើអក្សរអញ្ចឹងនៅក្នុង touch នេះនៅក្នុងវង text ហ្នឹងគឺអ្វីដែលយើងត្រូវធ្វើគឺ data ហ្នឹងគឺមានន័យថាពាក្យដែលយើងត្រូវសរសេរនៅក្នុងហ្នឹងឯងតែមុននឹងយើងសរសេរយើងអត់អាចសរសេរ direct បានទេយើងត្រូវប្រើថ្មិញកដោនេះហើយយើងលុបឧទាហរណ៍ថាឥឡូវយើងប្រើពាក្យ welcome to home screen ខ្ញុំសូមដក clear បន្តិច
ok nhưng về đây nhầm siêu xã mới dương khơi hay ní vì mình là welcome nơi càng cổng ní lấy ok chứng bà dương pra start cứ viên nâng chập đam vì chuyện tới đám hay mỗi tiết dương trong ai ở xóm như vì riêng thùng chứng dương tới tại pra sọ bố rồi có dương mà time phần xài bảo vía nè chứ còn bây giờ dương tới thua cứ dương tớiในក្នុង text នេះដែរวันนี้ថានៅក្នុង column text នេះដែរយើងត្រូវដាក់កាប៊ីឲ្យវាមួយមកហើយបន្ទាប់មកទៀតយើងសរសេរទៅលើ font font សំទោសយើងប្រើពាក្យ style មុន style ហើយបានយើងប្រើពាក្យ font ចឹងឥឡូវstyle របស់យើងគឺយើងប្រើពាក្យ style text របស់យើងមកនៅក្នុង style text នេះគឺយើងសរសេរ font size នេះ font size ហើយឧទាហរណ៍ថាខ្ញុំប្រើ22គឺវាអាចធំល្មមឥឡូវខ្ញុំសាកសៀវសាកមើលចឹងវារាងធំយើងមើលទៅឃើញហើយថាវាធំហើយបន្តមកទៀតយើងអាចប្រើ bold បាន bold គឺយើងអាចដក clear មួយទៀតមកហើយយើងសរសេរ font យើងប្រើ font weight នេះអញ្ចឹង font weight នេះគឺយើងអាចប្រើអក្សរធំមក font weight នេះក៏ជាអក្សរធំដែរដែលយើងអាចប្រើបានអញ្ចឹងយើងប្រើ font weight សំទោស font weight បន្ទាប់មកយើងប្រើពាក្យ bold អញ្ចឹងយើងបើសិនជា bold គឺពេលដែលយើងសៀវទៅគឺវានឹងបង្ហាញទៅលើ bold នេះឯងអញ្ចឹងនៅក្នុងនេះគឺយើងត្រឡប់ទៅវិញបន្តិចទៅលើកន្លែងនេះទី1គឺយើងមាន padding 16បានន័យថាអក្សរនេះគឺវាអត់មកគៀកនៅក្នុង screen របស់យើងទេតែបើសិនជាយើងអត់មានអានេះឧទាហរណ៍ថាខ្ញុំលុបអានេះហើយខ្ញុំsorry បើសិនជាខ្ញុំប្រើ0ចុះព្រោះថាបើសិនជាយើងប្រើ0បានន័យថា screen នេះគឺវានៅគៀកជាមួយពាក្យនេះគឺវានៅគៀកជាមួយ screen អញ្ចឹងហើយបានយើងប្រើពាក្យច្រើនគឺ screen គឺយើងប្រើ16បានន័យថា16ជុំវិញហ្មងអញ្ចឹងវានឹងអត់នៅគៀកជាមួយនឹង screen របស់យើងទេគឺវាមាន space អញ្ចឹងហើយអានេះគឺជា cross align គឺវានឹង align ពីវានឹងរៀបចំពីឆ្វេងទៅស្ដាំវាអត់នៅចំកណ្ដាលទេអញ្ចឹងឥឡូវយើងបានបញ្ចប់មួយហើយយើងនឹងបន្តទៅមួយទៀតអញ្ចឹង text យើងបានបញ្ចប់ហើយឥឡូវខ្ញុំសុំដក clear មួយមកហើយយើងនឹងបន្តមួយទៀតឥឡូវមុននឹងយើងបន្តខ្ញុំសុំបើសិនជាយើងបន្តយើងអត់បានដក clear វានឹងicon របស់យើងគឺវានៅគៀកជាមួយនឹងអក្សរមែនតើអញ្ចឹងយើងនឹងដក clear អ្វីដែលយើងប្រើនៅក្នុងការដក clear គឺយើងប្រើ con យើងនៅក្នុង con របស់យើងប្រើ size box នេះអញ្ចឹងយើងប្រើ size box នេះ size box ហ្នឹងគឺយើងប្រើ value របស់យើងគឺ height បានន័យថាកម្ពស់របស់យើងហ្នឹងបើសិនជាយើងប្រើឧទាហរណ៍ថា20អញ្ចឹង height របស់យើងគឺ20ហើយអានេះគ្នាបវានៅក្នុងនេះទេគឺវាត្រូវនៅខាងក្រៅអូខេអញ្ចឹងsize box របស់យើងគឺវាត្រូវតែជាស្អីដែលទៅជាផ្លេចគ្នាបមួយនៅនេះអូខេអញ្ចឹងពេលដែលយើងប្រើ size box នេះបានន័យថាគម្លាតពី content មួយទៅ content មួយគឺវាមានគម្លាតដែលយើងប្រើនេះអញ្ចឹងយើងសាកបង្កើតខាតសាកមើលតើវាគម្លាតប៉ុណ្ណាអញ្ចឹងខ្ញុំសុំដក clear នេះឲ្យវាងាយស្រួលក្នុងការមើលតោះឥឡូវយើងមកមើលកន្លែងនេះ